ជាកិច្ចការពីនឹងការពីលើទៅនៅអ្វីខ្លះដែរបាទសូមអរគុណចំពោះសំណួរយើងរៀបចំសន្និសីទជាតិថ្ងៃនេះស្ដីពីកិច្ចការពីទិន្នន័យបុគ្គលហ្នឹងបើយើងនិយាយយ៉ាងខ្លីគឺព័ត៌មានពាក់ព័ន្ធនឹងខ្លួនយើងម្នាក់បាទអញ្ចឹងនៅក្នុងច្បាប់យើងហ្នឹងព័ត៌មានដែលពាក់ព័ន្ធនឹងខ្លួនយើងហ្នឹងមានតាំងពីឈ្មោះថ្ងៃខែឆ្នាំកំណើតបាទហត្ថលេខាឬក៏គេហៅថា biometric បាទ biometric data អីជាដើមបាទនៅក្នុងច្បាប់យើងបញ្យល់លម្អិតទៅលើពាក្យពេចន៍ទាំងអស់ហ្នឹងបាទគោលបំណងនៃការរៀបចំសន្និសីទជាតិនេះគឺជាផ្នែកមួយនៃការប្រមូលធាតុចូលដែរដើម្បីធ្វើឲ្យច្បាប់កិច្ចការពារទិន្នន័យរបស់យើងហ្នឹងឲ្យកាន់តែប្រសើរឡើងទី2គឺយើងចង់ឲ្យមានការចែកម្លែកពីការអនុវត្តនៅក្នុងតំបន់របស់ប្រទេសអាស៊ានហើយនិងសហគមន៍អឺរ៉ុបជាដើមដែលគេបានដើរមុនយើងថាតើច្បាប់គេអនុវត្តមិនបញ្ហាប្រឈមរបស់គេនៅកន្លែងណាហើយយន្តការធ្វើការរបស់គេមិនដើម្បីយើងយកគំនិតទាំងអស់ហ្នឹងមកធ្វើជាមូលដ្ឋានក្នុងការរៀបចំច្បាប់របស់យើងទោះបីយើងដើរមកយឺតបន្តិចមែនប៉ុន្តែការយឺតរបស់យើងនេះវាអាចជាល្អទៅវិញដោយសារយើងបានដឹងថាគេដើរមកជួបផ្លូវរយៈហើយបាទជួបផ្លូវរយៈអញ្ចឹងផ្លូវរយៈណាដែលយើងគិតថាគួរតែកិច្ចវេះហើយរៀបចំប្រព័ន្ធច្បាប់យើងឲ្យដើរល្អទៅមុខហើយទី3គឺយើងចង់ស្ដាប់នៅការអនុវត្តជាក់ស្ដែងរបស់ក្រុមហ៊ុនហើយនឹងដៃគូផ្សេងនៅក្នុងប្រទេសយើងតើក្នុងកំឡុងពេលដែលច្បាប់កិច្ចការពារទិន្នន័យអត់ទាន់មាននេះការអនុវត្តរបស់គាត់បច្ចុប្បន្ននឹងយ៉ាងម៉េចដែរហើយក្តីបារម្ភរបស់គាត់នឹងអីខ្លះដែលគាត់ចង់ស្នើឲ្យដាក់ធាតុចូលនៅក្នុងសេចក្តីព្រាងច្បាប់យើងបាទហើយការធ្វើនេះវាមិនមែនជាលើកទី1ទេពោះសេចក្តីព្រាងច្បាប់កិច្ចការពារទិន្នន័យហ្នឹងយើងបានធ្វើសិក្ខាសាលា2ដងមកហើយបាទ2ដងមកហើយដើម្បីប្រមូលធាតុចូលបាទហើយបន្ថែមពីនេះទៀតការដែលយើងរៀបចំសិក្ខាសាលាថ្ងៃនេះក៏ជាផ្នែកមួយនៃការបញ្ជ្រាបការយល់ដឹងដែរដោយសារការយល់ដឹងនៅក្នុងវិស័យនេះនៅក្នុងច្បាប់នេះវាថ្មីបាទអញ្ចឹងហើយយើងចង់ឲ្យមានការយល់ដឹងហើយក៏ដូចជាយន្តការនៃការបង្កើតទំនាក់ទំនងរវាងស្ថាប័នរដ្ឋនិងវិស័យឯកជនហើយនិងភាគីពាក់ព័ន្ធទាំងអស់ដើម្បីយើងធានាថាពេលយើងអនុវត្តច្បាប់ហ្នឹងទៅវាអត់មានប្រទឹងប្រទះតទៅទៀតទេបាទអាដាមចឹងរហូតដែលយើងមានសិក្ខាសាលាហើយនឹងមាននៅសន្និសីទជាតិអញ្ចឹងបាននៅក្នុងដំណាក់កាលនៃការរៀបចំនៅកិច្ចការពីនេះបានឈានដល់កម្រិតណាហើយបាទមកដល់ពេលនេះសេចក្តីព្រាងច្បាប់យើងអាចគិតថាចិត្តដល់ថ្ងៃចុងក្រោយហើយបាទហើយយើងប្រមូលធាតុចូលមកដល់ថ្ងៃនេះ3ដងហើយអញ្ចឹងសិក្ខាសាលាថ្ងៃនេះយើងនឹងស្ដាប់ពីការផ្ដល់ធាតុចូលមួយសារទៀតហើយនឹងការអនុវត្តក្នុងតំបន់ហើយក្រុមការងារព្យាយាមនឹងបញ្ចប់សេចក្តីព្រាងច្បាប់នេះឲ្យបានមុនដំណាច់ឆ្នាំហើយនឹងដាក់បញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីចា៎បាទច្បាប់យើងមិនកំណត់ថាបុគ្គលនឹងជាខ្មែរឬក៏ជាបរទេសទេគឺឲ្យតែបុគ្គលដែលរស់នៅទឹកដីកម្ពុជាយើងបាទហើយអត្ថប្រយោជន៍ដូចយើងបានដឹងហើយនៅក្នុងសន្ទរកថាបាយដំរដ្ឋមន្ត្រីព្រឹកមិញក៏មានប្រសាសន៍ដែរគឺការពារឯកជនភាពរបស់បុគ្គលហើយធ្វើម៉េចធានាដល់ការធ្វើប្រតិកម្មទិន្នន័យបុគ្គលនឹងដោយមានការទទួលខុសត្រូវហើយច្បាប់ហ្នឹងក៏ជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចផ្នែក digital របស់យើងដែរហើយនឹង promote ដល់ការវិនិយោគនិងបង្កើតនវានុវត្តន៍នៅកម្ពុជាផងដែរព្រោះក្នុងបរិបទនេះគឺច្បាប់នេះគឺវាមានសារៈសំខាន់ណាស់បាទនៅពេលដែលយើងចាប់ផ្ដើមរៀបចំដំណើរការប្រទេសយើងទៅរកសង្គមមួយដែលជាសង្គម digital ហើយសេដ្ឋកិច្ច digital បាទហើយពលរដ្ឋ digital ដែរអាហ្នឹងនៅក្នុងសសរស្តម្ភទាំង3នៃក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចសង្គម digital បាទចា៎ស្ថាប័ននេះណាគឺចូលជាអ្នកអនុវត្តជាអ្នកសង្កេតមើលអំពីកិច្ចការងារនេះចា៎បាទនៅក្នុងការអនុវត្តនៅក្នុងច្បាប់នេះគឺក្រសួងប្រៃសណីដែលជាក្រសួងអ្នករៀបចំច្បាប់នេះហើយយើងហៅថាជាស្ថាប័នគោលហើយក្នុងនោះការអនុវត្តគឺយើងក្នុងគោលការណ៍ច្បាប់យើងគឺយើង
ថានឹងកំណត់ឲ្យមានអង្គភាពមួយអ្នកអនុវត្តច្បាប់ហ្នឹងបាទជា operation level ហើយអង្គភាពនោះអាចនឹងដាក់នៅក្រោមក្រសួងឬក៏ជាអង្គភាពឯករាជ្យមួយជាគោលការណ៍អន្តរជាតិគឺអង្គភាពហ្នឹងត្រូវជាអង្គភាពឯករាជ្យបាទហើយការអនុវត្តស្រុកយើងគឺយើងធ្វើទៅតាមបរិបទរបស់ស្រុកយើងហើយនៅពេលនេះយើងមានកំណែតម្រង់ទៀតប្រហែលជាការអនុវត្តនេះអាចស្ថិតនៅក្នុងយន្តការបដោះសន្នរបស់ក្រសួងស្ថាប័នសិនហើយដល់ថ្ងៃខាងមុខពេលដែលយើងដើរទៅមុខហើយយើងអាចបង្កើតស្ថាប័នដែលហើយនឹងជាការសម្រេចចិត្តរបស់រដ្ឋាភិបាលអញ្ចឹងនៅក្នុងការអនុវត្តច្បាប់នេះដូចនៅក្នុងវគ្គភាសាអំបញ្ញមិញនេះដែលយើងបានដឹងគឺក្រសួងស្ថាប័នមានសមត្ថកិច្ចផ្សេងគឺគាត់នៅតែមានសិទ្ធិទៅលើការធ្វើប្រតិកម្មទិន្នន័យនៅក្នុងវិស័យរបស់គាត់បាទគឺយើងបើកឲ្យក្រសួងស្ថាប័នទាំងអស់រៀបចំគោលការណ៍ណែនាំបន្ថែមហើយពិនិត្យទៅលើឧស្សាហកម្មឬក៏ភាគីពាក់ព័ន្ធនៅក្នុងវិស័យរបស់គាត់ដែរហ្នឹងបាទតែដល់សុំបកទៅក្រោយបន្តិចដោយសារពលរដ្ឋលោកមិនទាន់ជ្រាបថាតើអ្វីជាទិន្នន័យបុគ្គលហើយនៅក្នុងច្បាប់នេះថាតើមានផលប្រយោជន៍អីខ្លះដល់ពលរដ្ឋហើយនិងប្រទេសជាតិច្បាប់នេះគឺបំណងគឺការពារឯកជនភាពរបស់បុគ្គលដែលជាយើងទាំងអស់គ្នាទី2គឺធានាឲ្យការធ្វើប្រតិកម្មទិន្នន័យហ្នឹងដោយមានការទទួលខុសត្រូវប្រកបដោយសីលធម៌ព្រោះទិន្នន័យរបស់យើងសប្តាហ៍ថ្ងៃវាคล้ายទៅជាទ្រព្យដែលមានតម្លៃរបស់ជាតិអញ្ចឹងយើងត្រូវយកហ្នឹងមកធ្វើការត្រួតពិនិត្យគ្រប់គ្រងដែរដើម្បីឲ្យកុំឲ្យមនុស្សចេះយកទិន្នន័យហ្នឹងទៅប្រើប្រទេសដាស់បាទហើយមកគិតពីការយល់ដឹងរបស់ប្រជាពលរដ្ឋហើយនឹងសាធារណជនទូទៅនេះពោះបើយើងមើលអានច្បាប់នេះទៅយើងគិតថាមួយចំនួនគេយល់ថាពិបាកយល់អញ្ចឹងហើយបានជាការគិតគូររបស់ក្រមការងារហ្នឹងយើងរៀបចំគោលការណ៍ណែនាំបន្ថែមដើម្បីបញ្យល់ទៅជាភាសាសាមញ្ញបាទសាមញ្ញហើយក៏ក្នុងគោលការណ៍ណែនាំហ្នឹងក៏យើងនឹងគិតគូរពីការចង្អុលបង្ហាញថារបៀបអនុវត្តធ្វើម៉េចបាទនៅក្នុងកម្រិតជាតិគិតម៉េចកម្រិតវិស័យធ្វើម៉េចហើយនៅក្នុងក្រុមហ៊ុនមួយធ្វើម៉េចហើយប្រជាពលរដ្ឋខ្លួនឯងចង់អនុវត្តសិទ្ធិរបស់ខ្លួនឯងដែលមានចែងក្នុងច្បាប់យើងអនុវត្តមិនមកគេយកទិន្នន័យរបស់យើងទៅធ្វើប្រតិកម្មមិនត្រឹមត្រូវឧទាហរណ៍គេមកសុំយើងហ្នឹងយកទិន្នន័យរបស់យើងសម្រាប់ការព្យាបាលជំងឺប៉ុន្តែស្រាប់ទិន្នន័យរបស់យើងគេយកទៅធ្វើអីផ្សេងអីចឹងទៅវាខុសរឿងយើងកំងតំណែងតាមអនឡាញអីដឹងតែភោជនីយដ្ឋានដឹងតែហ្នឹងឯងប៉ុន្តែច្បាប់តម្រូវឲ្យគាត់រក្សាទិន្នន័យរបស់យើងប៉ុន្តែបែរគាត់យកទិន្នន័យយើងទៅប្រើប្រទេសណាអាហ្នឹងវាអត់ត្រឹមត្រូវទេពោះវាអត់មានការយល់ព្រមពីយើងពេលយើងคลิกតំណែងទិញតំណែងគឺយើងផ្ដល់ការយល់ព្រមទៅលើតែសកម្មភាពមួយហ្នឹងទេអញ្ចឹងច្បាប់នេះនឹងកំណត់ពីវិធាននិងគោលការណ៍លម្អិតថាតើចាប់ពីពេលច្បាប់នេះចូលយុទ្ធមានទៅអ្នកធ្វើប្រតិកម្មទិន្នន័យឬបុគ្គលគ្រប់គ្រងទិន្នន័យទាំងអស់ហ្នឹងគាត់ត្រូវតែរៀបចំខ្លួនយ៉ាងម៉េចបាទរៀបចំខ្លួនយ៉ាងម៉េចអានេះជាការរស់នៅក្នុងយុគសម័យ digital ដែលយើងត្រូវតែគិតគូរនេះបាទ